កីឡាករខ្សែប្រយុទ្ធក្លឹបបាល់ទាត់បឹងកេតអង្គរច័ន្ទវឌ្ឍនាការបានក្លាយទៅជាទូតសុឆន្ទៈឯកសិទ្ធិតំណាងឲ្យក្រុមហ៊ុន Sound East Asia Telecom Citel កាលពីម្សិលមិញនេះការប្រកាសតែងតាំងនេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយរបស់ក្រុមហ៊ុន Sound East Asia Telecom នៅថ្ងៃទី11ខែមករាឆ្នាំ2015ក្នុងអគារការិយាល័យកណ្ដាលក្រុមហ៊ុននារីធានីភ្នំពេញលោកបាយមករាអ្នកគ្រប់គ្រងទូតក្លឹបបាល់ទាត់បឹងកេតអង្គរបានឲ្យដឹងថាក្លឹបបឹងកេតអង្គរគឺជាក្លឹបបាល់ទាត់មួយដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជាដោយសារតែមានកីឡាករល្បីៗជាច្រើនដូចជាកីឡាករច័ន្ទវឌ្ឍនាការជាដើមកីឡាករច័ន្ទវឌ្ឍនាការគឺជាកីឡាករដែលធ្លាប់ទទួលបានពានរង្វាន់កិត្តិយសជាច្រើនដូចជាពានរង្វាន់កីឡាករដែលលេងបានល្អបំផុតប្រចាំឆ្នាំ2015ពានរង្វាន់ការប្រកួត Toyota Mekong Club Championship ទទួលបានពានរង្វាន់ស្បែកជើងមាសក្នុងលីកសម្ដេចតេជោហ៊ុនសែនឆ្នាំ2013និងការប្រកួត Cambodia Premier League រដូវកាលឆ្នាំ2015ផងដែរកីឡាករខ្សែប្រយុទ្ធក្លឹបបឹងកេតអង្គរច័ន្ទវឌ្ឍនាការបានដឹងដែរថាក្រៅពីការខិតខំជាកីឡាករបាល់ទាត់អាជីពដ៏ឆ្នើមមួយរូបលោកក៏បានបដិញ្ញាធ្វើការសហការយ៉ាងសកម្មជាមួយក្រុមហ៊ុន Sound East Asia Telecom នៅក្នុងសកម្មភាពផ្សព្វផ្សាយនានារបស់ក្រុមហ៊ុនធ្វើជាទូតសុឆន្ទៈដ៏ឆ្នើមមួយរូបផងដែរតាមរយៈការក្លាយជាទូតសុឆន្ទៈនេះច័ន្ទវឌ្ឍនាការក៏សង្ឃឹមថាប្រិយមិត្តដែលគាំទ្របាល់ទាត់ទាំងអស់នឹងជួយគាំទ្រម៉ាកសញ្ញារបស់ក្រុមហ៊ុន Sound East Asia Telecom ឲ្យបានកាន់តែច្រើនលោកយ៉ាងលីខ្វាន់អគ្គនាយករងក្រុមហ៊ុន Sound East Asia Telecom បានមានប្រសាសន៍ថាក្រុមហ៊ុន Citel គឺជាក្រុមហ៊ុនប្រតិបត្តិការទូរគមនាគមន៍ដំបូងបង្អស់នៅកម្ពុជាដែលបានផ្ដល់នូវសេវាអ៊ីនធឺណិតសម្រាប់អតិថិជនដែលប្រើប្រាស់ប្រព័ន្ធ018លោកបានបន្តថានៅថ្ងៃនេះក្រុមហ៊ុនបានសម្រេចចិត្តជ្រើសយកកីឡាករច័ន្ទវឌ្ឍនាការជាទូតសុឆន្ទៈដោយសារកីឡាករដ៏ឆ្នើមមួយរូបនេះមានស្មារតីតស៊ូពុះពៀនិងបច្ចេកទេសគ្រប់គ្រងបាល់ដ៏ល្អមានលក្ខណៈដូចគ្នាយ៉ាងខ្លាំងទៅនឹងស្មារតីរបស់សហគ្រាសនៃការខិតខំប្រឹងប្រែងពង្រឹងឈានមុខគេជានិច្ចរបស់ក្រុមហ៊ុន Citel ដើម្បីផ្ដល់នូវផលិតផលមានគុណភាពខ្ពស់និងល្បឿនលឿនផងដែរក្នុងឱកាសនេះក្រុមហ៊ុន Citel បានធ្វើពិធីចុះហត្ថលេខាព្រមព្រៀងជាមួយកីឡាករច័ន្ទវឌ្ឍនាការជាទូតសុឆន្ទៈរយៈពេល1ឆ្នាំក៏តំណាងឲ្យក្រុមហ៊ុនរបស់ខ្លួនព្រមទាំងបានប្រគល់នូវទូរស័ព្ទមួយគ្រឿងម្នាក់ដល់លោកបាយមករានិងកីឡាករច័ន្ទវឌ្ឍនាការផងដែរ